មានហូបថ្មីទៀតហើយយើងបងយើងត្រូវកាត់តើហូបមុនហើយយើងកាត់វាជាជ្រុងទុកទូចល្មមអីចឹងកុំឲ្យវាវែងពេកអីចឹងតោះមកយើងយកវាទៅទុកហើយយើងទៅបំពងខ្លាញ់ដាក់តើហូបចូលហើយតោះមកយើងមើលទៅវាយើងឆ្អិនល្មមយើងត្រូវស្រង់វាចេញស្រង់ឲ្យវាស្ងួតខ្លាញ់មកស្ទុះត្រប់មកយើងត្រូវលេងខ្ទឹមមានម្ទេសមានប្រេងខ្យងអីម្សៅស៊ុបខ្នុរហើយយើងលេងវាហើយអញ្ចឹងហើយយើងចាក់ទៅហូបចូលហូបយើងធ្វើជាងាយស្រួលញ៉ាំអញ្ចឹងវាមានជាតិហឹរហើយប្រៃផ្អែមលាយជាមួយគ្នាអញ្ចឹងបងប្អូនតោះមកយើងដាក់ស្លឹកខ្ទឹមពីលើអញ្ចឹងម្ហូបហ្នឹងញ៉ាំទៅកុំឲ្យវាយើងនិយាយថាយូរកុំឲ្យវាឡើងគីឡូអញ្ចឹងបងប្អូន